ចាប់ខ្លួនប្រពន្ធចុងដែលលើកគ្នាព្រួតវាយប្រពន្ធដើមរបួសធ្ងន់រួចចាក់សាំងដុតស្ទើរស្លាប់ចាប់ខ្លួនប្រពន្ធចុងដែលលើកគ្នាព្រួតវាយប្រពន្ធដើមរបួសធ្ងន់រួចចាក់សាំងដុតស្ទើរស្លាប់កាលពីវេលាម៉ោង 7 យប់ថ្ងៃទី28 ខែវិច្ឆិកាឆ្នាំ 2025 ស្ថិតនៅក្នុងភូមិធនមុនសង្កាត់បារាយណ៍ក្រុងដូនកែវខេត្តតាកែវដោយសារតែស្ត្រីជាប្រពន្ធចុងបានត្រៀមទុកជាមុននិងមានកិច្ចសហការគាំទ្រដោយញាតិមិត្តកូនចៅចុះធ្វើប្រតិបត្តិការដោយវាយស្ត្រីប្រពន្ធដើមឲ្យរងរបួសធ្ងន់រួចចាប់ស្រោចសាំងហើយដុតឆេះផ្អើលអ្នកភូមិទាំងយប់អាជ្ញាធរមូលដ្ឋាននៅក្នុងសង្កាត់បារាយណ៍បានឲ្យដឹងថាករណីហិង្សាឃោរឃៅនេះព្រោះតែមុនស្នេហ៍របស់បុរសវ័យចំណាស់បនបូអាយុ54ឆ្នាំបានទៅបង្កើតទំនាក់ទំនងស្នេហាជាមួយនឹងស្ត្រីម្នាក់ឈ្មោះនាងមេងរស់នៅក្នុងភូមិជាមួយគ្នាអស់រយៈពេលជាង10ឆ្នាំមកហើយស្ត្រីជាប្រពន្ធដើមមានឈ្មោះលឹមឡៃហ៊ុនអាយុ40ឆ្នាំបន្ទាប់ពីបង្កឲ្យមានទំនាស់ជាញឹកញាប់កន្លងមកក៏បណ្ដោយឲ្យប្តីជិះទូកពីរនៅក្បែរគ្នាក្នុងពេលតែមួយដោយការបិទភ្នែកបិទត្រចៀកនៅគ្រាកន្លងមកក៏ធ្លាប់មានការប៉ះពាល់ពាក្យសម្ដីនិងអំពើហិង្សាតិចតួចដែរប៉ុន្តែមិនធ្ងន់ធ្ងរដូចលើកនេះទេសាក្សីនៅក្នុងភូមិបានឲ្យដឹងថាមុនពេលកើតហេតុស្ត្រីជាប្រពន្ធដើមបានទៅថ្លឹងស្រូវនៅផ្ទះមួយជិតផ្ទះស្ត្រីប្រពន្ធចុងហើយពេលត្រឡប់មកវិញក៏ជួបនឹងក្រុមខាងប្រពន្ធចុងដែលមានគ្នា5នាក់ត្រៀមបំរុងជាស្រេចចាប់វាយឲ្យរបួសធ្ងន់រួចហើយទើបស្រោចសាំងដុតជាក្រោយនៅក្នុងហេតុការណ៍នោះបើទោះបីជាក្មេងខ្មាំងនិងអ្នកភូមិស្រែកសុំឲ្យបន្ធូរដៃឬបាញ់ឈប់ហិង្សាយ៉ាងណាក៏ដោយក៏ភាគីខាងប្រពន្ធចុងបែរជាស្រោចគំរាមទៅលើប្រជាពលរដ្ឋនិងអ្នកភូមិដែលស្រែកឃាត់នោះទៅវិញអ្នកភូមិបន្តថាភាគីខាងប្រពន្ធចុងបានត្រៀមបំរុងរួចជាស្រេចដូចជាប្រនំដំបកនិងប្រេងសាំងជាដើមភាគីប្រពន្ធចុងមានគ្នា5នាក់នោះគឺនាងមេងត្រូវជាប្រពន្ធចុងវីសៀវមីត្រូវជាកូនប្រពន្ធចុងវីឈុនឈីត្រូវជាកូនប្រពន្ធចុងនាងផារីត្រូវជាប្អូនស្រីប្រពន្ធចុងនិងសោតប្រុសឈ្នះត្រូវជាកូនប្អូនស្រីប្រពន្ធចុងពួកគេទាំង5នាក់សុទ្ធតែបានប្រើកណ្ដាប់ដៃដំបងពន្លង់និងចាប់ស្ត្រីរងគ្រោះស្រោចសាំងហើយដុតបន្ទាប់ពីហេតុការណ៍ភ្លាមស្ត្រីរងគ្រោះត្រូវបានញាតិមិត្តបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវដែលរហូតមកដល់ពេលនេះបានចាក់ចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយរីឯភាគីខាងជនបង្កប៉ុនប៉ងបើករថយន្តគេខ្លួនប៉ុន្តែត្រូវនគរបាលឃាត់ខ្លួនបានទាំងយប់ចំនួន3នាក់និងព្រឹកឡើងត្រូវបានដោះលែង2នាក់ដូច្នេះនៅក្នុងចំណោមជនបង្កអំពើហិង្សាទាំង5រូបមានតែស្ត្រីប្រពន្ធចុងម្នាក់ប៉ុណ្ណោះដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនប្រជាពលរដ្ឋនៅក្នុងភូមិរងចាំមើលថាតើករណីខាងលើនេះជនរងគ្រោះទទួលបានយុត្តិធម៌ដែរឬទេទោះជាយ៉ាងណាអង្គភាពសារព័ត៌មាន Night TV នឹងរងចាំបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការឬទំនាក់ទំនងតាមលេខទូរស័ព្ទ012 79 95 និង 72